ប៉ុន្តែក៏ចាប់អារម្មណ៍ចង់សួរនាងដែរគាត់សម្លឹងមើលទៅនាងហើយហាក់ដូចជាឃើញទឹកមុខក្រៀមក្រំរបស់នាងទោះបីជាមិនច្បាស់ការក៏ដោយវិសុទ្ធក៏សម្រេចចិត្តសាកល្បងធ្វើអ្វីមួយដែលគាត់មិនដែលហ៊ានធ្វើពីមុនមកសោះគាត់និយាយតិចៗទាំងញ័រមាត់ថាសុយតាតើនាងអេដូចស្គាល់ឈ្មោះគេច្បាស់មែនម្ដងទៀតសុយតាតើអ្នកឯងត្រូវការអ្វីមែនទេស្រមោលនោះហាក់ដូចជាកំរើកបន្តិចបន្ទាប់មកវិសិទ្ធក៏ស្រាប់តែឮសំឡេងខ្សឹបខ្សៀវមួយប្រៀបដូចជាខ្យល់ត្រជាក់តិចៗហើរប៉ះត្រចៀករបស់គាត់សំឡេងនោះស្ដាប់មិនសូវបានទេប៉ុន្តែហាក់ដូចជាមានពាក្យថាសៀវភៅវិសិទ្ធភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះជាលើកទី1ហើយដែលគាត់ហាក់ដូចជារាក់ទាក់ជាមួយនឹងវិញ្ញាណយេបាទរាក់ទាក់មួយមនុស្សដូចបវ៉ែមកសួរវិញ្ញាណហ្មងមកម៉េចបាទគាត់នឹកឃើញសម្ដីលោកតាឈិនដែលថាសុចិតាចូលចិត្តអានសៀវភៅនិងសរសេរអ្វីមួយនៅក្នុងសៀវភៅរបស់នាងជារៀងរាល់ល្ងាចនិងរាល់យប់នៅថ្ងៃបន្ទាប់វិសុទ្ធក៏ទៅសួរលោកតាឈិនអំពីរឿងសៀវភៅរបស់សុចិតាលោកតាឈិនគិតមួយសន្ទុះរួចក៏និយាយថាពេលសុចិតាស្លាប់របស់របររបស់នាងហ្នឹងត្រូវបានក្រុមគ្រួសារយកទៅអស់ហើយប៉ុន្តែតាចាំបានថាមានសៀវភៅតូចមួយដែលសុចិតាតែងតែកាន់មកតាមខ្លួននៅពេលដែលមកផឹកកាហ្វេកន្លែងតាហ្នឹងណាហើយជួនកាលនាងទុកចោលលើតុនាងទៅបន្ទប់ទឹកឬទៅទិញអីមួយហើយតាឃើញជារឿយ